ប្រទេសជាតិនេះនៅក្នុងកណ្ដាប់ដៃរបស់យើងទាំងអស់គ្នាកុំបន្ទោសអ្នកណាមិនរបស់រងឈុនមិនរបស់សំរងស៊ីមិនរបស់កុំសង្ខេបទេរបស់យើងទាំងអស់គ្នាតាហេតុអីក៏ដាក់បន្ទុកតែទៅលើពួកគាត់ខំហើយអស់ផ្ទះអស់សបាយអស់ដីជាប់គុកចុះពួកយើងអ្នកខ្លះអត់មានជួយអីសោះថាអូខ្ញុំអស់សង្ឃឹមហើយខ្ញុំដូចជាធុញទ្រាន់ហើយខ្ញុំដូចជួយមកច្រើនហើយតែដែរចេញពីផ្ទះធ្វើចោលណានយោបាយអីតិចផងចុះពួកគាត់ខំមិនខ្លះតែគាត់ខំយកទៅណាដោយរងឈុននេះគាត់យកទៅណាផ្ទះគាត់ក៏អស់ប្រឈមនឹងការជាប់គុកទៀតនៃការស្អែកចេញតែយើងធ្វើមិនការលះបង់នេះមិនមែនសម្រាប់តែពួកគាត់ទេតែគាត់ធ្វើឲ្យទៅណាគាត់មានកូនចៅអីណាហើយទទួលមរតកឲ្យសោយសោកយើងទាំងអស់គ្នាតែមានកូនមានផ្ទះសម្បែងមានអ្នកបន្តវងតកូលដើម្បីស្នងទ្រព្យសម្បត្តិដីរបស់យើងនេះខំខ្លាចជាអ្នកមានស្រាប់តែដីនឹងខ្លាចជាអាណានិគមរបស់គេចង់ធ្វើអីអត់បានបងប្អូននៅក្រៅប្រទេសគាត់និយាយថាម៉េចបងនិយាយថាហើយខំធ្វើការរកស៊ីទៅចាំមានលុយចាំទៅប្រទេសចាំជួយបើតែខំទៅដល់ទៅតិចទៀតអត់មានប្រទេសចូលអាចចូលប្រទេសខ្លួនឯងត្រូវការប៉ាសពតត្រូវការទឹកថាការទៀតត្រូវការបាត់ដើម្បីចូលប្រទេសខ្លួនឯងទៀតតែយើងឈឺចាប់ទេឥឡូវដូចខ្មែរក្រោមនេះបានតែខេត្តដែលជាប់ស្រុកដែលជាប់ព្រំដែនទេតែទៅបានចូលឆ្លងគ្នាបានតែដូចយើងទៅពីទីរួមខេត្តទៅចេះត្រូវមានប៉ាសពតត្រូវមានអីទឹកដីរបស់យើងសោះអតីតកាលនេះគឺជាការឈឺចាប់មួយដែលយើងគួរតែមានហានិភ័យចំពោះប្រទេសជាតិរបស់យើងចឹងបើយើងមិនខំទេគឺយើងនឹងចប់ហើយយើងនឹងចប់យើងមិនអាចស្ដារឡើងវិញបានទេកុំឲ្យហួសពេលដោយការវិជាក្រោមហើយមានការទទួលខុសត្រូវយើងជាខ្មែរកាតព្វកិច្ចរបស់យើងគឺយើងធ្វើដើម្បីជាតិរបស់យើងមិនធ្វើតាមអារម្មណ៍ពេលណាចង់ក៏ចង់ពេលណាអត់ក៏អត់អូអាហ្នឹងខ្ញុំចង់ខ្ញុំទៅខ្ញុំមិនចង់ខ្ញុំអត់ទៅទេទំនាស់រឿងបុគ្គលតិចតួចយកធ្វើជាមូលដ្ឋានទៅចោះចូលជាមួយគេអាហ្នឹងយើងមានចំហធ្វើដើម្បីជាតិអត់អាហ្នឹងហើយដែលធ្វើឲ្យយើងចុះខ្សោយ